សួស្តីលោកប្អូនដែលលោកប្អូនបបពីដាវិញស្លៀកពាក់ឬខុសគេខុសឯងព្រោះអ្នកព្រៃភ្នំមកពីណាពីណីវិញបាទជំរាបសួរលោកតាខ្ញុំមកពីភ្នំហើយខ្ញុំកំពុងចាំជិះឡានក្រុងទៅភ្នំពេញហើយលោកតាសុខសប្បាយជាទេបាទខ្ញុំសុខសប្បាយទេខ្ញុំមិនដែលឃើញឯប្លែកសួរនាំទៅហើយឃើញអូនឯងមកពីព្រៃចឹងតានឹកឃើញរឿងមួយវាយរកអីដែរទៅលោកតារកអីដែរមើលចៃមើលចៅចងស្ដាប់មកពីព្រៃបដូរចៅមិនដែលមានរឿងអីឃើញលឺប្លែកតាពេលរឿងនិយាយមើលទៅខ្ញុំនិយាយប្រាប់គ្នាខ្ញុំណារឿងហ្នឹងវាចាចៅមានព្រានព្រៃស្លៀកពាក់រចៅឯងចឹងតើបាញ់សត្វស្រាប់តែដើរទៅជួបខ្លាភ័យពេករត់បាត់តាពេញក្នុងព្រៃហ្នឹងស្រាប់តែតាក់បលាដាច់នេះអាខោដូចខោចៅឯងហ្នឹងដាច់អស់លេងនៅតុកងុយកដាលវាលស្រាប់ទៅដល់ស្ទឹងមួយអោនផឹកទឹកទៅឃើញដំរីភ្ញាក់ផ្អើលតែអូងាប់មនុស្សប្រម៉ោយវាប៉ុណ្ណឹងវារស់ស៊ីចិញ្ចឹមខ្លួនអីរស់ទៅអញប្រម៉ោយប៉ុណ្ណានៃរស់ចំណៃមិនចង់បានស៊ីបងរងហើយតាចេះតែមានអ្វីលោកតាអើយខ្ញុំដែលដំរីណាចេះនិយាយអញ្ចឹងលោកតាដំរីណាចេះហៅអាតុកងុយអាម៉េចលោកតាហ្នឹងគេហៅតុកងុយដំរីភាសាដំរីលោកតាម៉ែណែភាសាខ្ញុំក្នុងព្រៃអាហ្នឹងគេហៅពងក្តលោកតា Oh my god ពងក្តចិនទៅ